សួស្តីទាំងអស់គ្នាថ្ងៃនេះយើងនឹងមក set up DNS server សម្រាប់ configure forward zone ហើយនិង reverse zone ជាដំបូងយើងត្រូវទៅ install បាញ់សិនដើម្បី set up DNS zone ដែលយើងប្រើពាក្យជាបាញ់ហើយនិងបាញ់ util DNS install បាញ់ utilតោះពីបានយើងបាន install ហើយយើងត្រូវតែចូល config configuration file របស់វាគឺនៅ folder etc named d.con បាទចំណុចនេះគឺយើងត្រូវអូសមកក្រោមដើម្បីបង្កើត zone យើងត្រូវបង្កើត zone មួយយើងឲ្យពាក្យzone នេះខ្ញុំដាក់ domain មួយដាក់ឈ្មោះខ្ញុំ com នេះ type ខ្ញុំដាក់ជា master zone ហើយនេះគឺ file ដែលយើងនឹងបង្កើតfile យើងត្រូវបង្កើត file សម្រាប់ឲ្យ zone ហ្នឹងបាទហើយនៅនេះផងដែរគឺខ្ញុំនឹងថែម reverse zone ឲ្យមកទៅងាយស្រួលចាំបាច់មកវិញចំពោះ reverse zone វិញយើងត្រូវដាក់ IP ផ្ទះទៅវិញតែយើងអត់យកទៅចុងក្រោយយើងយកតែ3ខាងមុខទេដូច IP ខ្ញុំគឺ 192.168 ចុចមានវាយឲ្យចុច 168 ចុច65 ចុច 128 អញ្ចឹងគឺខ្ញុំអត់យកទៅ128ទេហើយIP វិញគឺវាយផ្ទះគឺអញ្ចឹងទៅខ្ញុំត្រូវវាយ 65 ចុច 168 ចុច 192 ចុចហើយនៅនេះយើងមានត្រូវដាក់ពាក្យ in address នេះមួយទៀតតាមដល់ ARPA ជាឲ្យវាដឹងថាជា reverse zone ហើយនេះខ្ញុំនឹងឲ្យខ្ញុំចង់បានវាជា master zone primary zone type master ហើយ file ខ្ញុំនឹងកាត់ file វានៅ var name d ហើយ IP ចុច0មកអីយ៉ាហើយនេះខ្ញុំដាក់ allow update ហ្នឹងបាទតទៅពីយើងបានអូខេ sorry បាទពីយើងតទៅពីយើងបាន self file configuration មុននឹងហើយគឺយើងនឹងមកបង្កើត file forward zone របស់យើងទៀតខ្ញុំនឹងឲ្យវាជា vim តើមកយើងហៅ path file របស់forward zone របស់យើង path name d slash zone បាទក្នុងនេះគឺខ្ញុំមានdefault configuration របស់បាញ់មួយដែលខ្ញុំបាន copy ពី internet មកតោះខ្ញុំនឹងកែ TTL នេះគឺ time to live ដើម្បីដែល domain name យើង catch IP ឲ្យយើងបានទុកងាយស្រួលក្នុងការ query ហើយនេះគឺជា primary
គេហៅ primary domain name server យើង com អានេះគឺជា email អានេះគឺ refresh retry អីនេះទេហើយឡើយនេះគឺបញ្ជាក់ពី A record របស់យើងបញ្ជាក់ថា name server យើងគឺនៅ IP នេះខ្ញុំដូរមក IP ត្រឹមត្រូវសិនដាក់មក29 web server 41អូខេដល់ពេលយើងកើតហានយើង save វាមកតោះមកយើងធ្វើអញ្ចឹងដែរចំពោះ reverse zone ដែលខ្ញុំនឹងដាក់ឈ្មោះ IP វិញ strict zone ហើយក្នុងនេះគឺខ្ញុំនឹងផាសវាមកដែរហើយខ្ញុំដកខាងមុខនេះវិញបើ zone វាលេខ29នឹងឲ្យវា point ទៅ domain name ដកខាងលើតិចសិនអានេះគឺ Marisa មិញ point មកកាន់ view not នេះគឺ mail គឺ send.com ហើយ mail នេះខ្ញុំប្រើ Marisa មួយមិញអូខ្ញុំដូរឡើងនេះទៀតនេះគឺដាក់ PTR វិញមិនមែន A ទេបាទយើងមក config វាហើយបានបន្ទាប់ពីយើងបានកែ file reverse zone ហើយ forward zone បានបញ្ចប់ហើយត្រឹមត្រូវយើងនឹងrestart service អូខេយើង start ទៅហើយយើងត្រូវ enable service ហើយពេលវាបើកប្រសិនលើក្រោយគឺ DNS server គឺ stand យកមកalright ហើយអញ្ចឹងតើបាទដល់ពេលយើងបាន config រួចរាល់ហើយយើងចង់ test វាគឺយើងអាចប្រើពាក្យបញ្ជាតែមួយម្ដងនេះគឺវាបញ្ជានេះដែលយើងអាចដូរ IP ហើយនឹងយើងចង់ test ទាំង reverse IP ហើយនឹង forward reverse DNS ហើយនឹង forward DNS បាទនេះគឺមានន័យថាវាដំណើរការហើយវារកចម្លើយឃើញបានហើយ query time ក៏លឿនដែរគឺ0 millisecond អញ្ចឹងវីដេអូនេះចប់សំណឹងហើយអរគុណអ្នកនរគ្នា